បាទផ្នែកមួយទៀតគេហៅថាផ្នែក finance គាត់ជាផ្នែកមួយដែលរៀបចំពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងផ្នែកចំណូលនិងចំណាយរបស់សត្វគារពាក់ព័ន្ធជាមួយនឹងការគេហៅថា cost control របស់សត្វគារពាក់ព័ន្ធជាមួយនឹង stock inventory ផ្សេងក៏ដូចជាការរៀបចំ cash flow មួយចំនួននៅក្នុង operation របស់សត្វគារបាទជំរាបសួរបងប្អូនសូមស្វាគមន៍មកកាន់ The Live Show សមាជិកជីវិតជួបជាមួយខ្ញុំម្ដងទៀតពាក់ព័ន្ធជាមួយនឹងចំណេះដឹងជីវិតការងារម្ដងទៀតហើយនៅក្នុងវីដេអូមុនខ្ញុំបានចែកម្លែកជូនបងប្អូនទាំងអស់គ្នាថាតើមានផ្នែកសំខាន់អ្វីខ្លះដែលគេរៀបចំដើម្បីប្រតិបត្តិការឡើងនៅក្នុងស្ថានភាពនៅក្នុងផ្នែកបណ្ឌិតសេដ្ឋកិច្ចដោយឡែកនៅក្នុងវីដេអូនេះខ្ញុំនឹងចែកម្លែកបទពិសោធន៍របស់ខ្ញុំជូនបងប្អូនថាតើផ្នែកសំខាន់ទាំងអស់ហ្នឹងគេធ្វើអ្វីខ្លះតើផ្នែកនីមួយៗមានភារកិច្ចសំខាន់អ្វីខ្លះដើម្បីជួយឲ្យ operator ទទួលបានដំណើរការជោគជ័យយ៉ាងល្អប្រសើរបាទដូចនៅក្នុងវីដេអូមុនដែលខ្ញុំបានចែកម្លែកជូនបងប្អូនថាតើមានផ្នែកសំខាន់អ្វីខ្លះហើយផ្នែកសំខាន់ទាំងអស់ហ្នឹងដូចខ្ញុំបានជំរាបជូនបងប្អូនយើងមានគេហៅថា 2 area ទី1គេហៅថា back of the house ទី2គេហៅថា front of the house នៅក្នុងវីដេអូនេះគឺជាការចែកម្លែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំដូចខ្ញុំបានជំរាបជូនបងប្អូនខ្ញុំមានបទពិសោធន៍នៅក្នុងការរៀបចំ set up hotel ហើយនៅក្នុងការរៀបចំ set up ខ្ញុំបានធ្វើការ closely ជាមួយនឹង department head ពាក់ព័ន្ធជាមួយនឹងការរៀបចំ SOP job description មួយចំនួននៅក្នុងផ្នែកនីមួយៗបាទដូច្នេះកុំឲ្យខាត់ពេលវេលាយូរខ្ញុំនឹងរៀបរាប់អំពីតើផ្នែកនីមួយៗនៅក្នុង back of the house ក៏ដូចជា front of the house ហ្នឹងគាត់ធ្វើអ្វីខ្លះបាទដូចនៅក្នុងវីដេអូមុនដែលខ្ញុំបានចែកម្លែកជូនបងប្អូនហ្នឹង back of the house មាន department ដូចជាផ្នែក HR ផ្នែកធនធានមនុស្ស sales marketing មានផ្នែក finance ផ្នែកហិរញ្ញវត្ថុក៏ដូចជាផ្នែក executive office ឬក៏ដូចជាផ្នែក IT department ដែលខ្ញុំបានចែកម្លែកជូនបងប្អូននៅក្នុងវីដេអូមុនបើសិនណាបងប្អូនចង់មើលវីដេអូមុនបងប្អូនអាចចូលមើលបានគេហៅថាតើមាន key function department អ្វីខ្លះដើម្បីជួយឲ្យ staff មានដំណើរការល្អយ៉ាងប្រសើរបាទនៅក្នុងផ្នែក HR ដើម្បីជួយ support hotel operation បាទ HR គេធ្វើអ្វីខ្លះបាទ HR គឺជាផ្នែកមួយគេហៅថាផ្នែកធនធានមនុស្សគាត់ជាផ្នែកមួយសម្រាប់នៅក្នុងការជ្រើសរើសបុគ្គលិកបរិបទរៀបចំជាមួយនឹង SOP ជាមួយវិធីផ្នែកក៏ដូចជារៀបចំ policy procedure ក៏ដូចជា memo មួយចំនួនតើរៀបចំធ្វើយ៉ាងណាដើម្បីឲ្យ department ទាំងអស់ align មួយគ្នាដើម្បីរៀបចំយ៉ាងណាដើម្បីឲ្យ hotel operation ទទួលបានដំណើរការយ៉ាងល្អប្រសើរបាទមួយទៀតផ្នែក HR គឺជាផ្នែកមួយពាក់ព័ន្ធជាមួយនឹងការរៀបចំទៅលើអត្ថប្រយោជន៍ផ្សេងប្រាក់បៀវត្សបាទពាក់ព័ន្ធជាមួយនឹង meal privilege meal allowance ផ្សេងពាក់ព័ន្ធជាមួយនឹងការរៀបចំ canteen សម្រាប់អាហារដ្ឋានរបស់បុគ្គលិកបាទជាទូទៅនៅក្នុងអូតាគេផ្ដល់អាហារសម្រាប់ជូនបុគ្គលិកនៅក្នុងគេហៅថាអាហារដ្ឋានបុគ្គលិកភាសាអង់គ្លេសហៅថា canteen បាទអញ្ចឹង department HR ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរៀបចំប្រព័ន្ធគ្រប់គ្រងបុគ្គលិកនៅក្នុងស្ថានភាពហ្នឹងឲ្យទទួលបានលក្ខណៈល្អប្រសើរនៅក្នុងស្ថានភាពរបស់គាត់បាទផ្នែកមួយទៀតគេហៅថាផ្នែក finance គាត់ជាផ្នែកមួយដែលរៀបចំពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងផ្នែកចំណូលនិងចំណាយរបស់ស្ថានភាពពាក់ព័ន្ធជាមួយនឹងការគេហៅថា cost control របស់ស្ថានភាពពាក់ព័ន្ធជាមួយនឹង stock inventory ផ្សេងក៏ដូចជាការរៀបចំ cash flow មួយចំនួននៅក្នុង operation របស់ស្ថានភាពបាទនៅក្នុងផ្នែកហិរញ្ញវត្ថុនេះផ្នែក finance នេះក៏ជាអ្នកគ្រប់គ្រងពាក់ព័ន្ធជាមួយនឹងសំណើផ្សេងនៅពេលដែលវិធីផ្នែកស្នើសុំទិញអ្វីមួយហើយគាត់ជាអ្នកដើរទិញបាទដើម្បីឲ្យ supply ទៅលើ department តម្រូវការរបស់ផ្នែកនីមួយហើយផ្នែក finance ក៏ដើរតួនាទីរៀបចំជាមួយនឹងគេហៅថា budget planning budget forecasting ប្រចាំ3ខែ6ខែឬក៏ប្រចាំឆ្នាំដែលធ្វើការយ៉ាងជិតដិតជាមួយផ្នែក HR ពាក់ព័ន្ធជាមួយ managing planning ពាក់ព័ន្ធជាមួយនឹង budget ចំណាយផ្សេងគ្រប់ផ្នែកទាំងអស់តើក្នុងមួយឆ្នាំfinancial statement របស់ស្ថាគីមើលទៅបែបណាខ្លះបាទផ្នែកមួយទៀតនៅក្នុងស្ថាគីនៅក្នុង area back of the house ផ្នែក sales marketing តើផ្នែក sales marketing ធ្វើអ្វីខ្លះនៅក្នុងស្ថាគីបាទនៅក្នុងផ្នែក sales marketing បាទពីច្រើនផ្នែក marketing ជាអ្នកផ្សព្វផ្សាយពាក់ព័ន្ធជាមួយ brand របស់ស្ថាគីហើយគាត់ជាអ្នករៀបចំផ្សព្វផ្សាយពាក់ព័ន្ធជាមួយនឹងគេហៅថា room booking rate បាទតើបន្ទប់តម្លៃប៉ុន្មានតើមាន discount អ្វីខ្លះតើគាត់រៀបចំ event ផ្សេងបែបណាដើម្បីប្រម៉ូទនៅក្នុងគេហៅថា restaurant outlet នីមួយៗរបស់ស្ថាគីហើយគាត់ធ្វើការទំនាក់ទំនងយ៉ាងជិតដិតជាមួយនឹងគេហៅថាcorporate company
ពាក់ព័ន្ធជាមួយស្ថានទូតផ្សេងៗជាមួយនឹងក្រុមហ៊ុនផ្សេងៗដែលធ្វើយ៉ាងណាដើម្បីឲ្យមានការកក់បន្ទប់បាទទទួលបានលទ្ធផលល្អប្រសើរឡើងហើយគាត់រៀបចំធ្វើយ៉ាងណាដើម្បីឲ្យគេស្គាល់ brand របស់ Starkey ហើយមួយវិញទៀតគាត់ក៏ជាអ្នករៀបចំពាក់ព័ន្ធជាមួយនឹងគេថា e-commerce បាទពាក់ព័ន្ធជាមួយ e-commerce ទៅលើការធ្វើការយ៉ាងជិតជាមួយនឹង Agoda ជាមួយ Expedia ជាមួយនឹង online booking ផ្សេងៗអញ្ចឹងនៅក្នុងការគ្រប់គ្រងរបស់ផ្នែក sales marketing ហើយគាត់ក៏ជាអ្នកពាក់ព័ន្ធជាមួយនឹងការរៀបចំទៅលើគេហៅថា digital marketing platform ដែរបាទពាក់ព័ន្ធជាមួយប្រព័ន្ធ subscribe media ផ្សេងៗនៅក្នុងស្ថានភាពរបស់គាត់បាទហើយផ្នែក IT ក៏ដើរតួនាទីយ៉ាងសំខាន់ដែរដែលពួកគាត់រៀបចំពាក់ព័ន្ធជាមួយ all system ទាំងអស់របស់ Starkey ដូចជា system របស់ផ្នែក front office system របស់ finance ឬក៏ system ផ្នែក engineering ផ្សេងៗចឹងក៏ដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយសម្របសម្រួលផ្ដល់ technology បែបណាដើម្បីឲ្យផ្នែកនីមួយៗនឹងមានដំណើរការល្អប្រសើរបាទផ្នែកចុងក្រោយរបស់បែបរហៅគេហៅថាផ្នែក executive office បាទផ្នែកការិយាល័យប្រតិបត្តិការបាទនៅក្នុងផ្នែកនេះខ្ញុំបានជំរាបជូនបងប្អូនអញ្ចឹងគឺមាន GM មាន top management ក្នុងផ្នែក executive office ហ្នឹងគឺគាត់ដើរតួនាទីយ៉ាងសំខាន់មែនទែនបាទនៅក្នុងការ lead team បែបណា lead department បែបណារៀបចំយុទ្ធសាស្ត្រ business plan បែបណាដើម្បីឲ្យដំណើរការ Starkey ទទួលបានប្រាក់ចំណូលក៏ដូចជាដំណើរការយ៉ាងរលូនយ៉ាងល្អប្រសើរអញ្ចឹងគាត់ជាអ្នករៀបចំចាត់ចែងធ្វើផែនការរៀបចំយុទ្ធសាស្ត្របែបណាដើម្បីឲ្យគ្រប់ផ្នែកនីមួយៗ align ដើម្បីមាន action plan ច្បាស់លាស់ដើម្បីទទួលបានលទ្ធផលល្អប្រសើរនៅក្នុងដំណើរការស្ថានភាពរបស់គាត់បាទដោយដែលខ្ញុំបានចែកម្លែកជូនបងប្អូននៅក្នុងវីដេអូមុនអញ្ចឹងផ្នែក front of house យើងមានផ្នែក tutor ផ្នែក housekeeping មានផ្នែក engineering ផ្នែក front office ផ្នែក F&B ផ្នែក kitchen បាទផ្នែកsecurity បាទគឺជាផ្នែកមួយពាក់ព័ន្ធជាមួយនឹងគេហៅថា support operation ជួរមុខបាទដូច្នេះថាតើផ្នែកនីមួយៗនៅក្នុង area front of house គេធ្វើអ្វីខ្លះអូខេផ្នែក housekeeping គេហៅថាផ្នែកគេអាកិច្ចតើគាត់ធ្វើអ្វីខ្លះបាទផ្នែក housekeeping ដើរតួនាទីយ៉ាងសំខាន់បាទក្នុងការរៀបចំប្រតិបត្តិការរបស់ Starkey បាទក៏រៀបចំពាក់ព័ន្ធជាមួយនឹងការសម្អាតទូទៅគេហៅថា cleanliness គេហៅថា PA public area មួយទៀតក៏រៀបចំពាក់ព័ន្ធជាមួយនឹងគេហៅ room management ការរៀបចំសម្អាតបន្ទប់បាទពាក់ព័ន្ធជាមួយនឹងការសម្អាតបន្ទប់បែបណាមាន checklist ច្បាស់លាស់បែបណាដើម្បីឲ្យសភនភាពអនាម័យរបស់បន្ទប់ការស្នាក់នៅរបស់ភ្ញៀវហ្នឹងគាត់ទទួលបានភាពពេញចិត្តហើយសប្បាយចិត្តនៅក្នុងការស្នាក់នៅរបស់គាត់បាទនៅក្នុងផ្នែក housekeeping នេះផងដែរគាត់មិនត្រឹមតែរៀបចំការគ្រប់គ្រងសម្អាតបន្ទប់ទេប៉ុន្តែគាត់រៀបចំពាក់ព័ន្ធជាមួយ laundry ការផ្ដល់សេវាកម្មបោកអ៊ុតឧទាហរណ៍មានភ្ញៀវត្រូវការបោកសម្លៀកបំពាក់របស់គាត់អញ្ចឹងគាត់ជាអ្នករៀបចំផ្ដល់សេវាកម្មបោកអ៊ុតបាទមួយវិញទៀតផ្នែក housekeeping នេះគឺជាផ្នែកមួយដែលរៀបចំគ្រប់គ្រងចាត់ចែងពាក់ព័ន្ធជាមួយនឹង staff uniform របស់បុគ្គលិកបាទដែលគាត់ធ្វើការយ៉ាងជិតដិតជាមួយផ្នែកធនធានមនុស្សនៅក្នុងការផ្ដល់សម្លៀកបំពាក់នៅក្នុងការបោកគក់របស់ឯកសណ្ឋានរបស់បុគ្គលិកនៅក្នុងតាមផ្នែកនីមួយៗទាំងអស់បាទ department មួយទៀតនៅក្នុង front of house គេធ្វើអ្វីខ្លះគេហៅថាផ្នែក front office ផ្នែកការិយាល័យជួរមុខបាទជាទូទៅផ្នែក front office គឺជាផ្នែកមួយនៅក្នុងការផ្ដល់ព័ត៌មានទូទៅរបស់ Starkey ឧទាហរណ៍ព័ត៌មានការស្នាក់នៅរបស់ភ្ញៀវការរៀបចំបែងចែកស្នាក់នៅបន្ទប់របស់ភ្ញៀវក៏រៀបចំផ្ដល់ព័ត៌មានពាក់ព័ន្ធជាមួយនឹង event ផ្សេងៗរបស់ Starkey ពាក់ព័ន្ធជាមួយនឹងព័ត៌មានកញ្ចប់ផ្សេងៗរបស់ Starkey ជាផ្នែក restaurant ផ្នែក spa ឬក៏ព័ត៌មានផ្សេងទៀតពាក់ព័ន្ធជាមួយនឹងការផ្ដល់ព័ត៌មានទេសចរនៅក្នុងតំបន់នៅក្បែរស្ថានភាពរបស់គាត់ផងដែរបាទនៅក្នុងផ្នែក front office ហ្នឹងគាត់មិនត្រឹមតែផ្ដល់ព័ត៌មានទៅឲ្យភ្ញៀវទេប៉ុន្តែគាត់គឺជាអ្នកផ្ដល់ការទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយភ្ញៀវគាត់ជាអ្នកដោះស្រាយបញ្ហាផ្សេងៗរបស់ភ្ញៀវនៅពេលដែលភ្ញៀវមានបញ្ហា complaint អ្វីខ្លះនៅពេលដែលភ្ញៀវមិនពេញចិត្តសប្បាយចិត្តឲ្យមួយជាមួយសេវាកម្មរបស់ Starkey ហើយ front office ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការដោះស្រាយក្នុងការជួបគាត់នៅក្នុងការ upgrade បន្ទប់ផ្សេងៗនៅក្នុងការ upgrade offer ផ្សេងៗរៀបចំធ្វើយ៉ាងណាដើម្បីឲ្យភ្ញៀវនឹងពេញចិត្តសប្បាយចិត្តជាមួយនឹងសេវាកម្មរបស់ Starkey របស់គាត់បាទនិយាយអំពីនៅក្នុង operation របស់ Starkey front of house ផ្នែក housekeeping ក៏ដូចជាផ្នែក front office ធ្វើការយ៉ាងជិតដិតជាមួយគ្នាបាទរៀបចំធ្វើយ៉ាងណាដើម្បីឲ្យភ្ញៀវពេញចិត្តនៅសេវាកម្ម Starkey របស់គាត់បាទផ្នែកមួយទៀតនៅក្នុងផ្នែក front of house គេហៅថាផ្នែក F&B និង kitchen បាទផ្នែកម្ហូបអាហារភេសជ្ជៈនិងផ្នែកចង្ក្រាន
បាទជាទូទៅផ្នែក front office គឺជាអ្នកផ្ដល់សេវាកម្មទៅលើម្ហូបអាហារនិងភេសជ្ជៈរៀបចំផ្ដល់សេវាកម្មបែបណានៅពេលដែលភ្ញៀវមក restaurant នៅក្នុងស្ថានភាពរៀបចំ service outlet បែបណារៀបចំ style service បែបណាពាក់ព័ន្ធជាមួយនឹង restaurant style ផ្សេងៗនៅក្នុងស្ថានភាពបាទផ្នែក F&B មិនត្រឹមតែរៀបចំផ្ដល់សេវាកម្មម្ហូបអាហារភេសជ្ជៈជូនទៅកាន់ភ្ញៀវនៅក្នុង restaurant ទេប៉ុន្តែគាត់រៀបចំជាមួយពាក់ព័ន្ធជាមួយនឹង banquet event ផ្សេងៗឧទាហរណ៍នៅពេលដែលមានភ្ញៀវធ្វើការជប់លៀង party ឬក៏ staff party ផ្សេងៗផ្នែក food and beverage គឺជាអ្នករៀបចំម្ហូបអាហារនិងភេសជ្ជៈធ្វើការយ៉ាងជិតដិតជាមួយនឹងភ្ញៀវថាតើគាត់ត្រូវការម្ហូបអ្វីខ្លះតើគាត់ត្រូវការភេសជ្ជៈអ្វីខ្លះតើរៀបចំឆាកបែបណារៀបចំ party scene បែបណាដើម្បីបំពេញតម្រូវការភ្ញៀវបាទនៅក្នុងផ្នែកមួយទៀតបាទដែលធ្វើការយ៉ាងជិតដិតជាមួយនឹងផ្នែក food and beverage ផងដែរគេហៅថាផ្នែក kitchen ផ្នែកផ្ទះបាយផ្នែកទាំងពីរនេះគាត់សហការនេះយ៉ាងជិតដិតតើគាត់រៀបចំសហការនេះបែបណាដើម្បីផ្ដល់ food menu បែបណាទៅកាន់ភ្ញៀវបាទផ្នែក kitchen មិនត្រឹមតែធ្វើការយ៉ាងជិតដិតជាមួយនឹងផ្នែក food and beverage ទេប៉ុន្តែគាត់រៀបចំធ្វើយ៉ាងណាឲ្យចង្ក្រានរបស់គាត់មានអនាម័យល្អមានការទុកដាក់ food storage បានត្រឹមត្រូវមានការបែងចែកបន្លែបានត្រឹមត្រូវរៀបចំ food court បានត្រឹមត្រូវទៅតាមhotel operation របស់គាត់បាននៅក្នុងផ្នែក kitchen នេះផងដែរគាត់ក៏ជួយសម្អាតពាក់ព័ន្ធជាមួយការ steward បាទមានការលាងចានសម្អាតចានកែវផ្សេងៗសភាផ្សេងៗរៀបចំទុកដាក់បែបណាដើម្បីឲ្យមានអនាម័យល្អត្រឹមត្រូវទៅតាមស្តង់ដារម្ហូបអាហារបាទហើយផ្នែក kitchen នេះផងដែរក៏ជួយចំអិនម្ហូបអាហារផ្ដល់ម្ហូបអាហារជូនទៅកាន់បុគ្គលិកបាទនៅក្នុង canteen បាទជួនកាលស្ថានភាពខ្លះគេមាន canteen ហើយប៉ុន្តែគេឲ្យចុងភៅរបស់គាត់ចំអិនម្ហូបអាហារទៅឲ្យបុគ្គលិកប៉ុន្តែស្ថានភាពខ្លះផ្សេងទៀតមាន canteen ហើយប៉ុន្តែគាត់ order បាទគាត់ត្រូវការគេហៅថា catering ខាងក្រៅបាទដើម្បីផ្ដល់ម្ហូបអាហារជូនទៅកាន់បុគ្គលិកបាទផ្នែកមួយទៀតដែលជាផ្នែកមួយពាក់ព័ន្ធជាមួយនឹងការពារសុវត្ថិភាពទ្រព្យសម្បត្តិក្រុមហ៊ុនក៏ដូចជាទ្រព្យសម្បត្តិរបស់បុគ្គលិកគេហៅថាផ្នែកសន្តិសុខ security department បាទផ្នែកសន្តិសុខសំខាន់ណាស់ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្ដល់សុវត្ថិភាពក្នុងការគាំពារនៅក្នុងការឃ្លាំមើលជាពិសេសនៅពេលដែលមានសកម្មភាពខុសប្រក្រតីនៅក្នុងស្ថានភាពបាទជាទូទៅផ្នែកសន្តិសុខគឺជាផ្នែកមួយនៅក្នុងការគ្រប់គ្រងប្រព័ន្ធគ្រប់គ្រងកាមេរ៉ាទាំងអស់របស់ស្ថានភាព CCTV បាទក៏ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការឃ្លាំមើលបាទនៅពេលដែលមានសកម្មភាពណាមួយខុសប្រក្រតីបាទដែលអាចបង្កហានិភ័យផ្សេងៗទៅកាន់ភ្ញៀវក៏ដូចជាសុវត្ថិភាពរបស់បុគ្គលិកបាទផ្នែកសន្តិសុខមិនត្រឹមតែជាអ្នកឃ្លាំមើលការពារសុវត្ថិភាពរបស់បុគ្គលិកនិងភ្ញៀវទេប៉ុន្តែគាត់គឺជាអ្នករៀបចំពាក់ព័ន្ធជាមួយនឹង parking បាទការរៀបចំចំណតផ្សេងៗបាទតើរៀបចំចំណតបែបណាសម្របសម្រួលបែបណាដើម្បីឲ្យចំណតហ្នឹងមានលក្ខណៈល្អប្រសើរឡើងជាពិសេសនៅពេលដែលភ្ញៀវមកស្នាក់នៅជាពិសេសនៅពេលដែលភ្ញៀវមករៀបចំកម្មវិធីផ្សេងៗនៅស្ថានភាពរបស់គាត់បាទហើយផ្នែកសន្តិសុខមួយទៀតធ្វើការយ៉ាងជិតដិតជាមួយនឹងផ្នែក HR បាទពាក់ព័ន្ធជាមួយនឹង accident ផ្សេងៗជាមួយ incident ផ្សេងៗដែលកើតមានឡើងជាមួយបុគ្គលិកឧទាហរណ៍នៅពេលដែលបុគ្គលិកធ្វើសកម្មភាពមិនសមរម្យផ្សេងៗពាក់ព័ន្ធជាមួយការលួចទ្រព្យសម្បត្តិផ្សេងៗរបស់ស្ថានភាពអញ្ចឹងផ្នែកសន្តិសុខដើរតួនាទីយ៉ាងសំខាន់ជាមួយផ្នែកធនធានមនុស្សដើម្បី take action ចំពោះបុគ្គលិកបែបនោះបាទផ្នែកចុងក្រោយតើផ្នែកនោះគឺធ្វើអ្វីខ្លះគេហៅថាផ្នែក engineering ផ្នែកវិស្វកម្ម and maintenance បាទជាទូទៅផ្នែក engineering និង maintenance គាត់គឺជាអ្នកគ្រប់គ្រងរៀបចំពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ភ្លើងរបស់ស្ថានភាពប្រើប្រាស់ទឹករបស់ស្ថានភាពគាត់រៀបចំថែរក្សាទៅលើម៉ាស៊ីនត្រជាក់ម៉ាស៊ីនភ្លើងដើម្បីធ្វើយ៉ាងណាឲ្យដំណើរការរបស់ស្ថានភាពហ្នឹងដំណើរការល្អប្រសើរជាពិសេសធ្វើយ៉ាងណាកុំឲ្យមានការដាច់ភ្លើងធ្វើយ៉ាងណាកុំឲ្យមានការដាច់ទឹកបាទរៀបចំយ៉ាងណាឲ្យដំណើរការម៉ាស៊ីនត្រជាក់ទូរទស្សន៍ឬក៏របស់ផ្សេងទៀតដើម្បីឲ្យដំណើរការល្អប្រសើរដែរបាទអរគុណច្រើនបងប្អូនដែលបានតាមដានទស្សនា Daily Show សមានជីវិតនេះគឺជាការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំដែលខ្ញុំបានធ្វើការយ៉ាងជិតដិតជាមួយប្រធានផ្នែកនៅក្នុងនាមជា HR ហើយខ្ញុំបានធ្វើការយ៉ាងសស្រាក់ស្រាមជាមួយពួកគាត់ពាក់ព័ន្ធជាមួយការរៀបចំ SOP តាមផ្នែកនីមួយៗជាពិសេស job description ការរៀបចំភារកិច្ចមួយចំនួននៅក្នុងផ្នែកនីមួយៗរបស់គាត់ដើម្បីរៀបចំធ្វើយ៉ាងណាដើម្បីឲ្យស្ថានភាពរបស់គាត់ហ្នឹងទទួលបានដំណើរការយ៉ាងល្អប្រសើរ
បាទដូច្នេះបើសិនណាបងប្អូនគិតថាវីដេអូនេះមានសារៈប្រយោជន៍ហើយបងប្អូនពេញចិត្តជាមួយវីដេអូដែលខ្ញុំបានចែករំលែកនៅក្នុង The Live Show សាមញ្ញជីវិតនេះបងប្អូនកុំភ្លេចជួយ Subscribe បាទជួយ Subscribe The Live Show សាមញ្ញជីវិតខ្ញុំនឹងជួបវីដេអូថ្មីៗបន្ថែមទៀតជូនបងប្អូនអរគុណច្រើនបងប្អូនជួបបងប្អូនវីដេអូក្រោយផ្សេងៗទៀត